យើងធ្វើជាអ្នកលក់នៅពេលដែលភ្ញៀវមានបញ្ហាមិនថាតូចក៏ដោយធំក៏ដោយយើងអត់អាចយឺតយ៉ាវនៅក្នុងការស្វែងរកដំណោះស្រាយឲ្យគាត់បានទេរឿងតូចអាចក្លាយជារឿងធំនៅពេលដែលយើងជាអ្នកលក់មិនបានយកចិត្តទុកដាក់ទៅលើបញ្ហារបស់ភ្ញៀវតែអ្នកជឿទេថាលុយ$3,500របស់ភ្ញៀវម្នាក់អាចបំផ្លាញលុយក្រុមហ៊ុនរហូតដល់$180 លាននេះគឺជារឿងពិតមួយដែលបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកកំឡុងឆ្នាំ2008ខ្ញុំសូមណែនាំហាងលក់ទូរស័ព្ទដៃគ្នាយើង VIP នៅលើផ្លូវកម្ពុជាក្រោមដែលមានលក់ទូរស័ព្ទដៃទាំងមួយទឹកនិងថ្មីគ្រប់ទំនិញមិនថា iPhone, iPad, MacBook និង accessory គ្រប់ប្រភេទជាផលិតផលសុទ្ធរបស់ក្រុមហ៊ុន Apple និងមានការធានារយៈពេល1ឆ្នាំពេញដំបូងគេនៅក្នុងកាលពីឆ្នាំ2008មានតន្ត្រីករកាណាដាម្នាក់គាត់មានឈ្មោះថា Dave Carroll គាត់គឺជាអ្នកចម្រៀងនិងតន្ត្រីករដ៏មានប្រជាប្រិយភាពមួយរូបគាត់បានធ្វើដំណើរទៅក្នុងកម្មវិធីប្រគំតន្ត្រីធំមួយនៅក្នុងសហរដ្ឋអាមេរិកគាត់ធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុន United Airlines កំឡុងពេលធ្វើដំណើរអ្នកជញ្ជូនអីវ៉ាន់ហ្នឹងគាត់ខ្វះការប្រុងប្រយ័ត្នមែនទែនបានធ្វើឲ្យបែកហ្គីតារបស់ Dave ដែលមានតម្លៃរហូតដល់$3,500ភ្លាមៗនោះ Dave Carroll គាត់បានទំនាក់ទំនងទៅកាន់បុគ្គលិកក្រុមហ៊ុនដើម្បីស្វែងរកដំណោះស្រាយតែបែរជាគ្មានអ្នកទទួលខុសត្រូវទេគឺរុញពីមួយទៅមួយរហូតដល់គាត់ត្រូវយកហ្គីតាហ្នឹងទៅជួសជុលដោយខ្លួនឯងដើម្បីសម្ដែងសូរជាមួយនឹងក្រុមរបស់គាត់ព្យាយាមទំនាក់ទំនងទៅក្រុមហ៊ុនច្រើនលើកច្រើនសារមែនទែនដើម្បីស្វែងរកដំណោះស្រាយតែក្រុមហ៊ុនបែរជាលើកឡើងថាខុសគោលការណ៍ក្រុមហ៊ុនដោយក្រុមហ៊ុនតម្រូវឲ្យភ្ញៀវនឹងដាក់ពាក្យបណ្ដឹងចន្លោះតែ24ម៉ោងបន្ទាប់ពីកើតហេតុប៉ុណ្ណឹងក្នុងរយៈពេល9ខែគឺគាត់អត់ទទួលបានដំណោះស្រាយពីការខូចខាតហ្គីតារបស់គាត់ទេរយៈពេលកាន់តែយូរដំណោះស្រាយក៏គ្មានហើយគាត់ត្រូវទទួលរងភាពអយុត្តិធម៌ដោយគ្មានដំណោះស្រាយជាមួយនឹងអ្វីដែលគាត់ខូចខាតទេនៅក្នុងឆ្នាំ2009ពោលគឺ9ខែបន្ទាប់ពីមានបញ្ហាគាត់បានសម្រេចសរសេរបទចម្រៀងមួយដែលនិយាយពីរឿងដែលគាត់បានជួបនៅលើជើងហោះហើរមួយហ្នឹងដែលចម្រៀងរបស់គាត់ហ្នឹងមានចំណងជើងថា United Break Guitar មានន័យថាក្រុមហ៊ុន United បំផ្លាញហ្គីតារបស់គាត់ពេលនោះចម្រៀងរបស់គាត់បានផុសនៅលើបណ្ដាញសង្គមគឺ viral មែនទែននៅក្នុងមួយថ្ងៃមានអ្នកទស្សនារហូតដល់150000ដងនៅក្នុងមួយថ្ងៃគឺច្រើនមែនទែនហើយអ្នកដឹងទេថាត្រឹមតែរយៈពេល4សប្តាហ៍បន្ទាប់ពីចម្រៀងរបស់ Dave Carroll បានផុសនៅលើបណ្ដាញសង្គមណាក្រុមហ៊ុន United Airlines ធ្លាក់ភាគហ៊ុនចុះរហូតដល់10%ដែលគេប៉ាន់ប្រមាណថាតម្លៃភាគហ៊ុនហ្នឹងមានតម្លៃប្រហែលជា$180 លានកំឡុងឆ្នាំ2009ហ្នឹងឯងបន្ទាប់ពីផ្ទុះរឿងមួយនឹងខ្លាំងនៅលើបណ្ដាញសង្គមភាគីខាងក្រុមហ៊ុនក៏ព្យាយាមតាក់ទងទៅ Dave Carroll ដូចគ្នាដើម្បីដោះស្រាយបញ្ហានិងសងសំណងផ្សេងប៉ុន្តែអ្វីៗវាបានហួសពេលអស់ទៅហើយដោយ Dave Carroll បានបដិសេធមិនទទួលសំណងពីក្រុមហ៊ុនមួយនឹងឡើយហើយចម្រៀងរបស់គាត់ទៀតសោតក៏មិនទាន់លុបចេញពីបណ្ដាញសង្គម YouTube ដែលបងប្អូនអាចទៅទស្សនាបានដែលបច្ចុប្បន្ននេះមានអ្នកទស្សនារហូតដល់26 លានដងទៅហើយនៅលើបណ្ដាញសង្គម YouTube អ្វីដែលយើងអាចរៀនសូត្របានពីករណីមួយនេះគឺក្នុងនាមយើងជាអ្នកលក់ម្នាក់ដំណោះស្រាយគឺត្រូវតែមានសម្រាប់អតិថិជនរបស់យើងកាន់តែលឿនកាន់តែល្អកុំអូសពេលកុំបដ ாய் ពេលកុំទុកពេលវេលានឹងឲ្យអតិថិជនក្រំចិត្តយូរពេកកុំឲ្យយប់យន់សុបិនច្រើនភ្ញៀវនៅពេលដែលគាត់មានបញ្ហានៅពេលដែលគាត់អត់ទទួលបានដំណោះស្រាយល្អពីយើងណាស្អីក៏គាត់ហ៊ានធ្វើដែរហើយអ្នកដែលខាតធ្ងន់ជាងគេមិនមែនភ្ញៀវទេគឺយើងជាអ្នកលក់នឹងព្រោះធម្មតាយើងជាអ្នកលក់យើងជាអ្នកផ្ដល់សេវាកម្មប្រជាប្រិយភាពយើងគឺមានច្រើនជាងគេអញ្ចឹងយើងជាអ្នកលក់ត្រូវមានដំណោះស្រាយកាន់តែលឿនកាន់តែល្អទៅកាន់អតិថិជនរបស់យើងមួយទៀតកុំផ្ដេកផ្ដួលទៅលើតែគោលការណ៍នឹងច្រើនពេករឿងខ្លះមានចែងនៅក្នុងគោលការណ៍ប៉ុន្តែវាអត់ត្រូវសភាពការជាក់ស្ដែងរបស់ភ្ញៀវទេរឿងខ្លះយើងត្រូវបត់បែនរឿងខ្លះត្រូវយកមកទៅជែកគ្នាក្រៅគោលការណ៍ដើម្បីដោះស្រាយបញ្ហានឹងឲ្យភ្ញៀវពេលខ្លះយើងចាំតែគោលការណ៍ពេលខ្លះអត់មានគោលការណ៍យើងអត់ដោះស្រាយបញ្ហាឲ្យភ្ញៀវកន្លែងនឹងហើយដែលធ្វើឲ្យភ្ញៀវមានបញ្ហាជាមួយនឹងយើង
ប្រើគោលការណ៍ជារឿងត្រឹមត្រូវប៉ុន្តែត្រូវមើលកលៈទេសៈផងដែរទើបយើងជាអ្នកលក់ឆ្លាតនៅក្នុងទីផ្សារជូនពរបងប្អូនទាំងអស់គ្នាលក់ដាច់សង្ឃឹមថាបងប្អូននឹងរៀនសូត្របានអ្វីមួយពីវីដេអូមួយហ្នឹងជូនពរបងប្អូនទាំងអស់គ្នាលក់ដាច់ភ្ញៀវសប្បាយចិត្តកុំភ្លេចអានសៀវភៅផ្កាយ5ដើម្បីពង្រឹងវិធីសាស្ត្រលក់របស់បងប្អូនទាំងអស់គ្នាឲ្យកាន់តែសម្បូរបែបជាងមុន